សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំប្រាប់ពីរបៀបdownload កម្មវិធី Visual Studio Code ដើម្បីយើងទៅសេកូដបាទជាដំបូងឡើយយើងចូល Google Chrome មកហើយបន្ទាប់មកយើងវាយពី Visual Studio Code Visual Studio Code អ្នកឃើញចឹងចុចកន្លែងហ្នឹងមកហើយបងប្អូនចុចយក Visual Studio Code នៅខាងលើនេះសម្រាប់កម្មវិធីនេះយើងអាចទៅសេបានគ្រប់ភាសាដូចជា C++, Java, Python ឲ្យយើងអាចទៅសេនៅក្នុងនោះបានបាទហើយយើងអាចបង្កើតគេហទំព័រហើយវិញទៀតយើងបង្កើតជា mobile app developer បានបាទឥឡូវយើងចូលចុចលើពី download for Windows មកហើយបងប្អូនចុចយក click យក download មក click យក download មកហើយយើងរងចាំវាដោយពីបាទនេះ VR code នេះយើងរងចាំវាមកបងប្អូនចុចយកសញ្ញាព្រួយកន្លែងនេះមកយើងរងចាំសិនទៅនេះវាចេញមកជាទម្រង់បែបហ្នឹងបងប្អូនចុចយក I accept the agreement ហើយបងប្អូនចុចយក next តាមចុចទៀតមកហើយតមកយើងចុចគ្រីទាំងអស់មកគ្រីទាំងអស់មកតមកយើង install ហើយយើងរងចាំវាមកហើយបងប្អូនចុច finish ចុចមកវាចេញទម្រង់បែបហ្នឹងហើយចុចមកចេញទម្រង់ប៉ុណ្ណឹងអញ្ចឹងមានតែប៉ុណ្ណឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាកុំភ្លេចចុច like subscribe ផងណាបាទថ្ងៃជួបគ្នានៅវីដេអូក្រោយ